คลิกเลย6នេះឆេះម៉ាញ់តូទៀតហើយជាងដំក៏បានលុយទៀតហើយជាងដំអញមើលមិនបានម៉ូតូនឹងឆេះម៉ាញ់តូចខ្ញុំអត់មានបានមើលអីច្រើនទេបងប្អូនបើម្ចាស់គាត់ប្រាប់តែឆេះម៉ាញ់តូបាត់ហើយបានខ្ញុំដឹងច្បាស់ហ្នឹងព្រោះថាម្ចាស់គាត់បានឲ្យគេមើលរួចរាល់ហើយគេប្រាប់តែឆេះម៉ាញ់តូតែគាត់អត់ទុកចិត្តគាត់ក៏យកមកឲ្យជាងដំម្ដងទៅហើយខ្ញុំក៏បានមើលទៅលើម៉ាញ់តូឃើញថាម៉ូតូនេះមានបញ្ហាទៅលើម៉ាញ់តូពិតប្រាកដមែនព្រោះថាម៉ាញ់តូវាគឺមានដានផ្ទុះហើយព្រោះអីម្ចាស់គាត់បានប្រាប់ខ្ញុំថាម៉ូតូគាត់បានផ្ទុះម៉ាញ់តូឆេះឡើងហុយយឡូគាត់ថាប៊ីនឹងឆេះម៉ូតូនឹងអស់មួយបងប្អូនគាត់ចេះដោះក្បាលអគុយទាន់ចេះដោះដុយដល់អីទាន់ខំអីនឹងឆេះម៉ូតូនឹងមែនណាបងប្អូនអញ្ចឹងហើយបានតែខ្ញុំហ៊ាននិយាយថាម៉ូតូនឹងឆេះម៉ាញ់តូនឹងណាបងប្អូនប៉ុន្តែទោះជាម្ចាស់គាត់មិនប្រាប់ក៏ដោយក៏ខ្ញុំដឹងដែរគ្រាន់តែយើងត្រូវការដោះបន្តិចទៅអត់មានដោះបន្តិចទេអាក្លិចនេះដោះយូរអាវវាពិបាកដោះបន្តិចហើយអាវវាប្រើសិតតែកលឹះកោះស្រួលបាក់ជើងបាត់ហើយតែកោះបាក់ជើងជាងដំនៅចងំបាត់មាត់ឆឹងហើយអត់ហ៊ានមាត់ទេខ្លាចម្ចាស់គាត់ឃើញហើយអាជើងដែលបាក់ហ្នឹងទុកធ្វើអីមិនយកបោះចោលលើថាលេងឯងផ្សាយគាត់ទៅក្បាលមាត់បន្តិចទៅបញ្ចប់វិញវាគ្រាន់តែងាយនឹងរបូតតអញ្ចឹងមកនិយាយពីរឿងដែលខ្ញុំទិញម៉ាញ់តូនឹងតិចម៉ាញ់តូនេះខ្ញុំទិញពីហាងមួយកន្លែងនៅភ្នំពេញគឺជាហាងដែលល្បីឈ្មោះគួរសមដែរខ្ញុំសុំលាក់ឈ្មោះតិចម៉ាញ់តូខ្ញុំសួររកទិញអាស៊ីនចំលេខ1តែម្ដងហើយគាត់ក៏ធានាឲ្យខ្ញុំដែរគាត់ធានាថាអាស៊ីនហើយបើគាត់ធានាឲ្យខ្ញុំហើយខ្ញុំក៏ព្រមព្រៀងបាញ់លើគាត់ទៅមានណាបងប្អូនយកមកផ្ទះដាក់ហើយអត់ដំណើរការមានន័យថាម៉ាញ់តូនេះគឺអត់ស្គាល់ជាមួយ Smart Key ម៉ូតូនេះទេគឺម៉ាញ់តូនេះបានស្គាល់ជាមួយ Smart Key ម៉ូតូផ្សេងបាត់ទៅហើយអញ្ចឹងហើយបានជាខ្ញុំដាក់ទៅមានតែភ្លើងធម្មតាអញ្ចឹងក៏ប៉ុន្តែអត់ដំណើរការជាមួយ Smart Key យើងបើកសោបានទេបានក៏ប៉ុន្តែយើងដេកអត់ឆេះទេដេកអត់កើតទេមានន័យថាម៉ាញ់តូនេះជាប់ខួរក្បាលជាមួយនឹង Smart Key ម៉ូតូផ្សេងបាត់ទៅហើយអញ្ចឹងខ្ញុំក៏តាក់តងទៅគាត់ភ្លាមតែម្ដងហើយដឹងគាត់ឆ្លើយថាម៉េចអត់បងប្អូនគាត់ថាជាងឯងអត់មានយកម៉ាញ់តូខ្ញុំដាក់ឡូដាក់ម៉ូតូផ្សេងទេណាអញហើយខ្ញុំដាក់ឡូមិនបើខ្ញុំយកមកដល់ផ្ទះភ្លាមខ្ញុំដាក់ភ្លាមវាមានតែភ្លើងកុងទ័រអញ្ចឹងក៏វាដេកវាមិនកើតខ្ញុំមានបានធ្វើអីណាក្រែងចែកធានាថាស្គាល់ក្រែងចែកធានាថាយកម៉ាញ់តូនឹងមកដាក់ភ្លាមជាស្គាល់គ្នាភ្លាមមកតាមពិតម៉ាញ់តូខ្លួនគាត់មានបញ្ហាខ្លួនឯងសោះហ្នឹងចង់រករឿងខ្ញុំអីណាដល់ខ្ញុំនិយាយរឿងច្រើនតិចចាប់ដើមគាត់ដឹងកំហុសខ្លួនឯងអញ្ចឹងចុងក្រោយគាត់ក៏ព្រមទទួលកំហុសគាត់ក៏ព្រមកាត់លុយខ្លះឲ្យខ្ញុំដើម្បីឲ្យខ្ញុំយកម៉ាញ់តូនឹងដុំ Smart Key យកទៅភ្ជាប់ដើម្បីឲ្យវាស្គាល់គ្នាអញ្ចឹងមកថាបងប្អូនអ្នកលក់អវ៉ាន់នៅភ្នំពេញយើងមួយចំនួនណាសូមមេត្តាលក់ដូរឲ្យមានភាពស្មោះត្រង់បើថាគ្រឿងនោះមានបញ្ហានឹងមិនសូវទុកចិត្តគួរតែប្រាប់គ្នាមុនថាជាងឯងយកទៅហ្នឹងបើមិនស្រួលខ្ញុំធានាឲ្យមានបញ្ហាខ្ញុំធានាជូនវិញមិនមានបញ្ហាយកលេសយកទៅរួចខ្លួននោះទេខ្ញុំតែខ្ញុំរៀងច្បាស់ដែរខំអីចប់ហ្មងសូមជម្រាបលា